បាទនេះយើងថ្ងៃនេះគូយកលំហាត់ចំនួន complex មួយដើម្បីធ្វើការដោះស្រាយដល់គ្នាយើងដែលត្រៀមប្រឡងទាំងអស់គ្នាគេមានសមីការ z ការ៉េបូកឲ្យ 4z បូក 8 ស្មើ 0 បាទសំណួរកដោះស្រាយសមីការ ក្នុងសំណុំចំនួន complex បាទយើងមានសមីការ គឺ z ការ៉េបូកឲ្យ 4z បូក 8 ស្មើ 0 អានេះជាសមីការ degree ទី2អញ្ចឹងហ៎សមីការ degree ទី2ដែលមានអថេជា z ណាអថេជា z អញ្ចឹងដើម្បីដោះស្រាយយើងអាចប្រើតាម delta prim ក៏បានដោយសារតែមេគុណ b របស់យើងជាចំនួនគត់គូហើយប្រើតាម delta ក៏បានដែរតាមចិត្តអញ្ចឹងបើប្រើតាម b prim របស់យើងស្មើប៉ុន្មាន b prim 4ចែក2បានប៉ុន្មាន2អញ្ចឹងក៏បាន delta prim ស្មើនឹង b prim ការ៉េគឺ2ការ៉េដកឲ្យ ac មិនដឹងទេដក ac គឺដក1គុណនឹង8 1គុណ8អញ្ចឹងក៏បាន4ដកឲ្យ8ស្មើដកបានដក4យើងបំពាក់រឹស delta prim នេះឲ្យហើយទៅស្មើនឹងរឹសការ៉េនៃដក4ចម្លើយស្មើប៉ុន្មាន e ស្មើនឹង2 e នោះយើងបានរឹសនៃសមីការយើងបានរឹសសមីការ z អងគឺស្មើនឹងដក b prim គឺដកបានដករឹស delta prim 2e តាមពិតវាត្រូវនៅលើ a នៅលើ1ចេះមានគុណ a លេខ1ដែលយើងមិនបាច់សរសេរទេចឹងដល់ពេល z ឌឺយើងគ្រាន់តែដូរសញ្ញានៅមុខផ្នែកនេះមកព្រោះវាជា complex ឆ្លាស់គ្នាគឺបានដក2បូកឲ្យបានបូកឲ្យ2 2e ដូចនេះយើងបានរឹសនៃសមីការដូចនេះរឹសនៃសមីការ z អងស្មើនឹងដក2ដកឲ្យ2 2e និង z ឌឺស្មើនឹងដក2បូកឲ្យ 2e បន្តមកដល់សំណួរខគេឲ្យយើងសរសេរជាទម្រង់ត្រីកោណមាត្រយើងមាន z អងណានេះយើងមើល z អងយើងមាន z អងស្មើនឹងដក2ដកឲ្យ2 2e ជាធម្មតាទម្រង់ត្រីកោណមាត្ររបស់ចំនួន complex គឺ z ស្មើនឹង r កតាឲ្យកូសនៃមុំតេតាបូកឲ្យ e sin នៃមុំតេតាដែល r នេះគេហៅថា module ហើយតេតានេះគេហៅថា argument ណាអញ្ចឹងធ្វើម៉េចដើម្បីឲ្យ z អងសរសេរទៅជាទម្រង់បែបនេះបានយើងមើលនេះទម្រង់កាត់របស់យើងណាយើងធ្វើតាមវិធីកាត់មួយគឺ sin ត្រូវតែជាប់ជាមួយ e ណា sin ត្រូវជាប់ជាមួយ e ហើយកូសអត់ជាប់ e ទេបាទកូសអត់ជាប់ e ទេអញ្ចឹងយើងឆ្នៃ z អងទៅជាមិន z អងហ្នឹងមើលគូទាញចេញជាកតាសិនទាញ2ចេញជាកតាវាសល់ដក1ដកអីគេដក e តមកទៀតតម្លៃ sin និងតម្លៃកូសវាស្មើគ្នាអញ្ចឹងសាកសម័យមើលថាមុំប្រហែលដែលតម្លៃ sin តម្លៃកូសស្មើគ្នាមុំប្រហែល degree មុំ45អញ្ចឹងហ៎មុំ45 sin បើក្នុងកាត់ត្រង់ទី1 sin ក៏ចេញឬ2លើ2កូសក៏ចេញឬ2លើ2ដែរអញ្ចឹងអានេះធ្វើម៉េចដើម្បីឲ្យវាបានឬ2លើ2តើតែគូទាញឬ2ចេញជាកតាទៅវាខ្លាយទៅជាដកឬ2នៅលើ2ដក e ឬ2នៅលើ2មុនហ្នឹងគូបានបង្ហាញថាតម្លៃដែលអត់ជាប់ e ណាតម្លៃដែលអត់ជាប់ e នេះគឺជាតម្លៃកូសហើយតម្លៃដែលនៅជាប់ e គឺជាតម្លៃ sin កូសយើងក៏ចេញដក sin ក៏ចេញដកវាស្ថិតនៅក្នុងកាត់ត្រង់ទីប្រមាណកូសដក sin កូសរបស់យើងដក sin ក៏ចេញដកស្ថិតនៅក្នុងកាត់ត្រង់ទី3អញ្ចឹងមុំប្រមាណដែលធ្វើឲ្យកូសចេញដកឬ2លើ2 sin ចេញដកឬ2លើ2ដែរគឺមុំ225វាត្រូវ5 ហើយលើបាន5 ហើយលើ4ដូចនេះទម្រង់ត្រីកោណមាត្ររបស់ z អងគឺទាញបាន2ឬ2កតាឲ្យកូសនៃមុំ5 ហើយនៅលើ4បូកនឹង e sin នៃមុំ5 ហើយនៅលើ4បាទរួចរាល់នៃ z អងនៅ z លើមួយទៀតអូខេ